វិបសួរអ្នកគឺគាត់ឈ្មោះពុទ្ធធាវវុឌ្ឍខ្ញុំអាចគេចេះសួរអ្នកគឺស្ដាប់មេរៀនទី46ការរៀនអក្សរផ្ចង់អំណាងពេលរៀនសរសេរអក្សរយើងខំប្រងចិត្តផ្ចង់សរសេរឲ្យបានត្រឹមត្រូវល្អដំបូងអ្នកគ្រូបានប្រាប់ពីរបៀបដាក់សៀវភៅលើតុរបៀបកាន់ស្មារតីនិងរបៀបសរសេរយើងគូបន្ទាត់តាមគាត់ក្នុងសៀវភៅសរសេររបស់យើងយើងចាំគូតាមរៀងអក្សរដោយយឺតតាមក្បួនខ្នាតអ្នកគ្រូដើរជួយកែលម្អសំណេររបស់យើងអ្នកគ្រូបានលើកកិច្ចការអក្សរផ្ចង់របស់សិស្សដែលសរសេរបានត្រឹមត្រូវល្អបង្ហាញសិស្សដទៃទៀតឲ្យយកគំនិតតាមយើងទាំងអស់គ្នាសប្បាយចិត្តនឹងសរសេរអក្សរបានស្មើស្អាតនិងត្រឹមត្រូវជំរាបលាអ្នកគ្រូ